និយាយថាកន្លងមកអ្នកដែលគាត់តត្រូវពេញដំណឹងអញ្ចឹងមិនអាចនៅឈរបានឡើយហើយគាត់ក៏មើលដឹងដែរថាថៃជួលោតចូលមកមិញហ្នឹងមិនមែនមកវាយគាត់ទេគឺលោតចូលមកឲ្យគាត់វាយនៅពេលនោះថៃជួចិត្តសឿងណាស់បានស្រែកខ្លាំងៗប្រាប់ស៊ូខាសាថាចង់វាយដំច្រំធាក់គាត់យ៉ាងណាក៏ដោយក៏គាត់ឲ្យវាយដែរឲ្យតែស៊ូខាសាបញ្ចប់គម្រោងការសម្រាប់មនុស្សរបស់គាត់សូមលឹកថាសម្រាប់ស៊ូខាសាឲ្យតែឃើញមនុស្សថ្មដែលមានវ័យចំណាស់គឺគាត់កំទេចចោលហើយគាត់ចង់បង្កើតពិភពលោកមួយដែលមានតែក្មេងៗដែលមានកម្លាំងខ្លាំងហើយនៅមានចិត្តបរិសុទ្ធបន្ទាប់មកថៃជួក៏បានដួលស្លាប់ដោយសារតែការទាត់របស់ស៊ូខាសានៅពេលមុនហ្នឹងហើយនៅពេលហ្នឹងស៊ូខាសាបានធ្វើអីក្រុមរបស់សែនខូនោះទេដោយសារតែគាត់នៅដឹងគុណក្រុមរបស់សែនខូដែលបានជួយជីវិតគាត់ហើយគាត់នៅតែសង្ឃឹមថាក្រុមរបស់សែនខូនឹងបដូរចិត្តហើយដើរតាមគាត់បន្ទាប់ពីថៃជួដឹងខ្លួនមកវិញសែនខូបានបបួលពួកគេបញ្ញាប់ចាក់ចេញពីទីនោះដើម្បីទៅនៅឲ្យឆ្ងាយពីស៊ូខាសាពួកគេបានដើរទៅដល់ជ្រោះមួយដែលមានទេសភាពមើលទៅស្អាតខ្លាំងណាស់ហើយសែនខូក៏បានយកឧបករណ៍កំណត់ទីតាំងរបស់គាត់ចេញមកប្រើចង់ដឹងថាពួកគេពេលនេះនៅទីណាប៉ុន្តែចម្លែកណាស់ឧបករណ៍នោះមើលទៅដូចជាអត់ត្រឹមត្រូវសោះនៅពេលនោះយូស៊ូរេហាដូចជាចំណាំបានថានាងធ្លាប់មកម្ដុំនឹងហើយនាងបាននាំថៃជួនិងសែនខូទៅមើលព្រះយ៉ាងធំមួយដែលនាងធ្លាប់មកលេងជាមួយប៉ាម៉ាក់នាងកាលពីនាងនៅក្មេងរូបចម្លាក់ព្រះនោះធ្វើអំពីសំរិទ្ធដែលភាសាអង់គ្លេសគេហៅថា bronze នៅពេលដឹងអញ្ចឹងសែនខូសប្បាយចិត្តណាស់ព្រោះសំរិទ្ធអាចយកទៅធ្វើការងារបានច្រើនយ៉ាងបន្ទាប់មកយូស៊ូរីហាបាននាំពួកគេទៅកន្លែងត្រាំទឹកក្តៅធម្មជាតិមួយដែលមានទេសភាពស្អាតណាស់អាចមើលឃើញភ្នំភូជីនៅជិតបង្កាយចំណែកសែនខូយើងវិញពេលទៅដល់កន្លែងដែលមានទឹកក្តៅធម្មជាតិអញ្ចឹងគាត់ដឹងថានៅទីនោះមានសារធាតុ sulfur ដែលអាចប្រើធ្វើជារំសេវបានហើយគាត់ក៏មានកំណត់ចង់ផលិតកំភ្លើងដើម្បីទប់ទល់ជាមួយនឹងស៊ូខាសានៅយប់នោះសែនខូអត់សម្រាប់ត្រាំទឹកក្តៅជាមួយនឹងគេទេគឺគាត់ចង់រវល់ស្វែងរកវត្ថុធាតុដើមយកមកធ្វើរំសេវចំណែកថៃជូហើយនិងយូស៊ូរីហាឆ្លៀតនិយាយគ្នាពេលដែលពួកគេត្រាំទឹកក្តៅវាគឺជាឱកាសដែលថៃជូអាចនិយាយពាក្យដែលគាត់ចង់និយាយកាលពី3700ឆ្នាំមុនពេលដែលពន្លឺពណ៌បៃតងធ្វើឲ្យមនុស្សទូទាំងពិភពលោកក្លាយទៅជាថ្មប៉ុន្តែនៅពេលនេះគាត់សុំយូស៊ូរីហាមិនទាន់និយាយទេដោយសារតែកលៈទេសៈមិនស័ក្តិសមគាត់ចង់ចាំដល់ពួកគេអាចជួយមនុស្សជាតិឲ្យត្រឡប់មកសភាពដូចដើមវិញទើបគាត់និយាយស្អែកព្រឹកឡើងនៅទីបំផុតសែនខូបានផ្សំគ្រឿងធ្វើជារំសេវបានហើយនៅក្នុងរឿងនេះសែនខូបាននិយាយពីរូបមន្តលម្អិតប៉ុន្តែខ្ញុំសូមអត់និយាយទេដើម្បីកុំឲ្យស្មុគស្មាញសម្រាប់អ្នកដែលចង់ដឹងអាចទៅស្រាវជ្រាវបន្ថែមឬក៏មើលរឿងពេញបានបន្ទាប់ពីបានផ្សំគ្រឿងរួចហើយសែនខូចង់បុករំសេវនោះលាយបញ្ចូលគ្នាប៉ុន្តែថៃជូឆ្លាតជ្រុលបានយកថ្មម្ដុំធំមកជួយបុកឲ្យឆាប់ហើយនៅពេលនោះមានអីថ្មប៉ះត្រូវជាមួយនឹងរំសេវកើតទៅជាផ្កាភ្លើងផ្ទុះបឹងសំណាងដែរដែលពេលនោះពួកគេអត់មានរបួសអីហើយការផ្ទុះនោះបានបង្កើតទៅជាផ្សែងខ្មុលខ្មាញ់ហុយឡើងទៅលើអាកាសក្រោយមកបន្តិចស្រាប់តែពួកគេបានឃើញផ្សែងពណ៌សហុយចេញពីព្រៃនៅមិនឆ្ងាយប៉ុន្មានពីពួកគេឡើយមានន័យថាក្រៅពីពួកគេនៅមានមនុស្សផ្សេងទៀតដែលរស់រានមានជីវិតហើយសែនខូច្បាស់ក្នុងចិត្តណាស់ថាផ្សែងនោះមិនមែនស៊ូខាសាជាអ្នកបង្កើតឡើងមកឡើយម្ល៉េះហើយសែនខូក៏ប្រាប់ឲ្យថៃជូហើយនឹងយូស៊ូរីហាដុតភ្លើងបន្ថែមទៀតដើម្បីធ្វើទំនាក់ទំនងទៅកាន់មនុស្សមួយក្រុមទៀតគាត់ក៏ដឹងដែរថាធ្វើអញ្ចឹងស៊ូខាសាអាចរកឃើញទីតាំងរបស់ពួកគាត់ប៉ុន្តែគាត់នៅតែបថុយកាត់ទៅមើលស៊ូខាសានៅពេលនេះគាត់ក៏តាមមកចិត្តតន់ដែរហើយគាត់សង្ស័យថាសែនខូកំពុងតែផលិតអាវុធដើម្បីទប់ទល់ជាមួយគាត់បន្តមកមិនយូរប៉ុន្មាននៅតាមផ្លូវគាត់បានជួបយូស៊ូរីហាដែលកំពុងតែរើសមែកឈើយកទៅដុតឬក៏ចាប់នាងធ្វើជាចំណាត់ខ្មាំងនៅពេលនេះស៊ូខាសាដឹងច្បាស់ហើយថាសែនខូចង់ផលិតកំភ្លើងទប់ទល់ជាមួយគាត់ហើយគាត់មិនឲ្យរឿងហ្នឹងកើតឡើងបានជាដាច់ខាតគាត់យល់ថានៅពេលដែលមនុស្សជាតិមានកំភ្លើងប្រើប្រាស់មិនយូរមិនឆាប់នឹងកើតមានក្រុមអ្នកមានអំណាចប្រើកំភ្លើងដើម្បីការអំណាចរបស់ពួកគេអញ្ចឹងហើយទៅនៅពេលនេះស៊ូខាសាមិនអាចទុកឲ្យសែនខូនៅរស់បានទេតែមុនពេលសម្រាប់សែនខូចោលគាត់ទាមទារឲ្យសែនខូប្រាប់ពីរូបមន្តធ្វើឲ្យមនុស្សថ្មប្រែក្លាយទៅជាមនុស្សធម្មតាវិញបើមិនអញ្ចឹងទេគាត់នឹងសម្រាប់យូស៊ូរីហាចោលម្នាក់ទៀតហើយដើម្បីជាការពមៀនស៊ូខាសាបានកាត់សក់របស់យូស៊ូរីហាចោលនៅពេលនោះយូស៊ូរីហាពិតជាក្លាហានណាស់សុកចិត្តឲ្យស៊ូខាសាសម្រាប់នាងចោលក៏មិនចង់ឲ្យសែនខូប្រាប់ពីរូបមន្តទៅស៊ូខាសាដែរនាងដឹងច្បាស់ណាស់ថាតារាណាស៊ូខាសាអត់ទាន់ដឹងពីរូបមន្តគាត់ច្បាស់ជាមិនហ៊ានសម្រាប់សែនខូឡើយនៅពេលនោះសែនខូមិនដាច់ចិត្តឃើញយូស៊ូរីហាស្លាប់នោះទេក៏ប្រាប់រូបមន្តទៅកាន់ស៊ូខាសាតាមត្រង់ហើយបន្ទាប់ពីបានដឹងពីរូបមន្តហើយស៊ូខាសាក៏បាននិយាយប្រាប់ថាគាត់លែងត្រូវការសែនខូទៀតហើយមានន័យថាគាត់ត្រូវតែសម្រាប់សែនខូចោលខណៈពេលនេះថៃជូកំពុងតែនៅក្នុងព្រៃឬកំណាត់ឈើនៅឡើយហើយគាត់មានការភ្ញាក់ផ្អើលណាស់នៅពេលដែលឃើញមានផ្សែងហុយឡើងទៅលើមេឃ3កន្លែងផ្សេងគ្នាត្រឡប់ទៅមើលសែនខូវិញស៊ូខាសាបានឲ្យឱកាសគាត់ចង់ក្រោយមួយទៀតគឺគាត់នឹងមិនសម្រាប់សែនខូនោះទេបើសិនជាសែនខូព្រមបោះបង់វិជាសាស្ត្រចោលមកដល់ឈុតត្រឹមនេះសាច់រឿងបានកាត់ទៅមើលអតីតកាលរបស់សែនខូកាលពីនៅតូចនៅពេលនោះសែនខូបាននិយាយប្រាប់គ្រូហើយនឹងសិស្សរួមថ្នាក់ថាគាត់ចង់ឡើងទៅឋានអវកាសឲ្យបានឆាប់បំផុតអត់នឹងចាំដល់តែធំនោះទេចាប់តាំងពីពេលនោះមកគាត់ចាប់ផ្ដើមសិក្សាអំពីវិជាសាស្ត្រគាត់អានសភៅគ្រប់យ៉ាងតាក់ទងជាមួយនឹងវិជាសាស្ត្រហើយក៏ចង់សាកល្បងអ្វីៗគ្រប់យ៉ាងតាក់ទងជាមួយនឹងអ្វីដែលគាត់បានអានផងដែរពេលឃើញសែនខូចាប់អារម្មណ៍ជាមួយនឹងវិជាសាស្ត្រអញ្ចឹងឪពុកចិញ្ចឹមរបស់គាត់ឈ្មោះវិជាកូយ៉ាបានលក់ឡានរបស់គាត់ដើម្បីយកលុយធ្វើបន្ទប់ពិសោធន៍មួយឲ្យសែនខូឃើញចឹងសែនខូសប្បាយចិត្តណាស់ព្រោះចាប់ពីពេលនេះតទៅគាត់មានលទ្ធភាពអាចសាកល្បងទ្រឹស្ដីនានាដែលមានចែងនៅក្នុងសៀវភៅនៅពេលហ្នឹងមិត្តភក្តិដែលជិតស្និទ្ធបំផុតរបស់គាត់គឺថៃជូនឹងហើយ5ឆ្នាំក្រោយមកសែនខូមានសមត្ថភាពធ្វើដល់ក្របអាកាសបរហោះឡើងទៅលើឋានអវកាសបានថែមទៀតផងត្រឡប់មកពេលបច្ចុប្បន្នវិញស៊ូខាសាបានសួរសែនខូម្ដងទៀតថាតើព្រមបបងចៅវិជាសាស្ត្រអត់គាត់ចង់លើកដៃសម្រាប់សែនខូនោះទេដោយសារតែសែនខូធ្លាប់មានគុណជួយជីវិតគាត់ហើយចម្លើយរបស់សែនខូនៅពេលនោះគឺ no អត់ទេគាត់សុខចិត្តស្លាប់ក៏មិនបបងចៅវិជាសាស្ត្រនោះដែរ
នៅពេលនោះសែនគូឆ្លៀសុំស៊ូខាសាឲ្យសម្រាប់គាត់ឲ្យបានលឿនបំផុតកុំឲ្យគាត់នៅវេទនាយូរមុនពេលសម្រាប់សែនគូស៊ូខាសាបាននិយាយថាស្ដាយណាស់បើសិនជាគាត់បានជួបសែនគូកាលពី3700ឆ្នាំមុនគាត់ហើយនឹងសែនគូអាចក្លាយជាមិត្តល្អនឹងគ្នាពេលនិយាយរួចស៊ូខាសាក៏ប្រើចំលំពេងវះកញ្ចឹងករបស់សែនគូសម្រាប់គាត់ចោលសម្រាប់រឿងនេះផងណាខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំ